ជួយតើអ្នកមិនអីទេបើអូនមិនអីទេខ្ញុំនឹងចាក់ចេញមុនគេចាំទូរស័ព្ទទៅប៉ូលីសបុរសនោះច្បាស់ជាបុគ្គលនេះហើយចាំមានអ្វីផ្សេងទៀតហើយស៊ីស៊ីតើអ្នកសុខសប្បាយទេតើអ្នកកំពុងពិចារណាផ្លាស់ប្ដូរការងារមែនទេធ្វើជាអ្នកបើកបររបស់ខ្ញុំរក្សាខ្ញុំឲ្យមានសុវត្ថិភាពតើប្រាក់ខែបច្ចុប្បន្នរបស់អ្នកប៉ុន្មាន3,500ឯងបន្ថែម0សម្រាប់អ្នកចាំខ្ញុំមានគម្រោងឲ្យគាត់មួយទៀតបីសួរខ្ញុំថាខ្ញុំជាមនុស្សឈួតឬអ្នកនៅតែត្រូវរក្សាឲ្យខ្ញុំមានសុវត្ថិភាពគ្មានបញ្ហាចេញចេញពីទីនេះទៅអ្នកត្រូវបានបណ្តេញចេញលោកឆែនតើយើងទៅណានៅយប់នេះលោកឆែនតើអ្នកមិនបាននិយាយថាអ្នកនឹងត្រួតពិនិត្យក្រុមហ៊ុនរបស់យើងនៅថ្ងៃនេះទេតោះធ្វើវាមួយថ្ងៃទៀតតើអ្នកអាចបើកបរបានទេនឹងដើរទៅមន្ទីរពេទ្យទីក្រុងយ៉ាងឆេងជូនដំណើរខ្ញុំទៅមើលក្មួយស្រីតើសាស្ត្រាចារ្យយ៉ាងម៉េចដែរលោកឆែនគួរតែដឹងគុណអ្នកខ្លាំងណាស់រូមៀលបើអ្នកហ៊ានកែប្រែអំពើល្អរបស់ខ្ញុំមិនព្រមឲ្យអ្នកទៅឡើយយើងបានព្យាយាមអស់ពីសមត្ថភាពកុមារនេះបានលេបបញ្ចូលដោយចៃដន្យដូច្នេះជាច្រើនថ្ងៃបានកន្លងផុតទៅបញ្ចូលដែកនេះពិតជាចូលទៅក្នុងសរសៃឈាមស្អិតត្រូវបានបិទនៅទូទាំងនៅពេលដែលការដាច់សរសៃឈាមខួរក្បាលកើតឡើងសូម្បីតែព្រះក៏មិនអាចសង្គ្រោះខ្ញុំបានដែរបន្ទាប់មកឲ្យគាត់វះកាត់ភ្លាមអូននេះជាប្អូនថ្លៃរបស់ខ្ញុំក្តីសង្ឃឹមតែមួយគត់របស់បងស្រីតើការវះកាត់មានតម្លៃប៉ុន្មានបញ្ចូលដែកនេះបន្តចលនានៅក្នុងសរសៃឈាមយើងមិនអាចកំណត់ទីតាំងវាតតែសោះនឹងឥឡូវនេះវាមើលទៅដូចជា intracranial metastasis តើមានអ្វីកើតឡើងចំពោះអ្នកតើមានអ្វីកើតឡើងនៅពេលមានមនុស្សស្លាប់ខួរក្បាលបោះបង់កូននេះនៅតែអាចសង្គ្រោះបានតើអ្នកជានរណាតើអ្នកជាវិជ្ជបណ្ឌិតទេតើកុមារនេះអាចត្រូវបានសង្គ្រោះឬទេតើយើងជាគ្រូពេទ្យយល់យ៉ាងណាយុវជនអាចញ៉ាំអ្វីក៏បានតាមចិត្តកុំនិយាយមិនសមហេតុសមផលសិអ្នកពិតជាមានផ្លូវគុណធម៌ត្រូវបានទាមទារពិតជាមានបញ្ចូលដែកហូរចូលតាមសរសៃឈាមប៉ុន្តែពេលនេះកូនសុខសប្បាយជាទេលក្ខខណ្ឌសម្រាប់ការកំចូលចេញប៉ុន្តែប្រសិនបើបញ្ចូលមិនត្រូវបានដកចេញទាន់ពេលវេលាវាតែងតែមានហានិភ័យនៃជីវិតតើអ្នកអាចជួយធានកំចូលបានទេអ្នកអាចធ្វើការវះកាត់លើគាត់សរសៃឈាមដែលបញ្ចូលមានទីតាំងឥឡូវមិនមានការស្ទះទេខ្ញុំមានគន្លឹះចំនួន10សម្រាប់កាយកំចូលខ្ញុំសូមអង្វរអ្នកសូមអង្វរជារៀងរាល់ថ្ងៃប្រសិនបើអ្នកអាចជួយសង្គ្រោះគាត់បានអ្នកអនុញ្ញាតឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំចង់បានមានដែនកំណត់ក្នុងការស្វែងរកការព្យាបាលនៅពេលដែលមនុស្សម្នាក់អស់សង្ឃឹមអ្នកពិតជាមិនមានខួរក្បាលទេសូម្បីតែសន្តិសុខក៏អាចនិយាយបានដែរពឹងលើសន្តិសុខជួយសង្គមមនុស្សតើអ្នកពិតជាមិនខ្លាចថាកូនរបស់អ្នកនឹងស្លាប់ឆាប់នេះមែនទេអ្នកជាសន្តិសុខខ្ញុំមិនមែនជាសន្តិសុខទេឥឡូវនេះខ្ញុំជាអ្នកបើកបរតើអ្នកកុហកនេះមកពីណាគាត់មិនស្គាល់កន្លែងរបស់គាត់ទេតើខ្ញុំគិតថានេះជាទូនីតិអ្វីខ្ញុំមិនបានរំពឹងថាវាជាអ្នកបើកបរទេបុរសវ័យក្មេងតើអ្នកអាចនិយាយលេងអំពីអាចកំបាំងយ៉ាងដូចម្តេចបើអ្នកមិនមែនជាគ្រូពេទ្យកុំចុះពីទុកគ្រាន់តែនៅម្ខាងដោយស្មោះត្រង់កុំព្យាយាមធ្វើជាកណ្ដាលនៃការយកចិត្តទុកដាក់ជានិច្ច10ឆ្នាំប៉ាតើមានអ្វីកើតឡើងចំពោះអ្នកប៉ាតើអ្នកមានបញ្ហាអ្វីទេបងស្រីវាចប់ហើយនេះធ្វើតាមបេះដូងមនុស្សនេះមានជំងឺខ្សោយបេះដូងហើយត្រូវចាក់ចេញជាបន្ទាន់អត់មានទេបេះដូងខ្ញុំលោតញាប់បើខ្ញុំបង្ខំចិត្តលុបបំណុលខូចចិត្តនោះហើយជាវាមធ្យោបាយតែមួយគត់ឥឡូវនេះគឺត្រូវកំចូលចេញមិនចង់ជាប់ពាក់ព័ន្ធរឿងអ្វីទេតើកុមារពេញនិយមទេតើអ្នកចង់មើលកូនរបស់អ្នកស្លាប់ឥឡូវនេះទេនៅតែមានឱកាស60តើអ្នកគិតថានេះជាគំនិតល្អអត់
ស្វីឌីខ្ញុំនឹងទុកវាឲ្យអ្នកខ្ញុំសូមអង្វរអ្នកត្រូវតែជួយសង្គ្រោះគាត់គ្រាន់តែស្ដាប់គាត់កូនស្លាប់ហើយនៅតែចង់គាត់ត្រូវបានគេធ្វើទារុណកម្មតើអ្នកពិតជាចង់ផ្ដល់ការងារដល់មនុស្សដូចយើងយ៉ាងដែរឬទេបណ្ឌិតបេមិនអាចឲ្យគាត់រញ៉េញ៉ៃបានទេកុមារនេះនឹងមានបញ្ហានៅមន្ទីរពេទ្យយើងវានឹងនៅតែជារបស់យើងនៅពេលនោះពេលចាប់បណ្ឌិតបេខ្ញុំសូមអង្វរអ្នកព្រោះខ្លួនឯងថាគ្មានសង្ឃឹមគ្រាន់តែអនុញ្ញាតឲ្យគាត់ព្យាយាមខ្ញុំមិនចង់ប្រឹងប្រែងតតែសោះគ្រាន់តែមើលកូនខ្លួនឯងចាញ់លើកនេះគាត់បរាជ័យក្នុងការសង្គ្រោះគាត់តើខ្ញុំអាចបន្ទោសអ្នកដោយរបៀបណាទេបណ្ឌិតបៃបើវាចេញវានឹងបំផ្លាញកេរ្តិ៍ឈ្មោះអ្នកពេលចាប់បណ្ឌិតបេខ្ញុំធានារឿងនេះជាមួយនឹងការពិនិត្យឡើងវិញរបស់ខ្ញុំប្រសិនបើកុមារមិនត្រូវបានជួយសង្គ្រោះយើងនឹងមិនទទួលខុសត្រូវចំពោះអ្នកទេអ្នកអាចកំចូលបានតែ50នៃពេលវេលាប៉ុណ្ណោះតើនេះជាជីវិតមែនទេមិនអីទេខ្ញុំនឹងឈួតជាមួយអ្នកពេលចាប់បណ្ឌិតបេខ្ញុំនឹងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ណាមួយដែលកើតឡើងចំពោះកូនរបស់ខ្ញុំជាម្ដងហើយតើអ្នកកំពុងធ្វើអ្វីយើងទើបតែចូលទីបេបាន3នាទីឥឡូវនេះការពុតគង់ឈាមនៃទីបេទាំងមូលមិនត្រូវបានលុបចោលទេចុះពេលនេះបង្កើនល្បឿនលំហូរឈាមរបស់គាត់ខ្ញុំចង់ដល់កំចូលដែលគាត់បានជួបប្រទះអ្នកពិតជាចង់ជួយសង្គ្រោះមនុស្សខ្ញុំមិនដែលយកជីវិតអ្នកអតីតស្រាលទេជាពិសេសមនុស្សងងតើមានអ្វីកើតឡើងចង្វាក់បេះដូងរបស់កុមារនេះបានឈប់វាពិតជាបានកើតឡើងតើខ្ញុំគួរធ្វើអ្វីនេះទើបតែមានក្នុងខ្លួនគាត់បានមួយសប្តាហ៍ហើយវាស្ថិតនៅក្នុងសរសៃឈាមរួចហើយតើធ្វើដូចម្តេចដើម្បីទទួលបាននេះខ្ញុំមានវិធីផ្ទាល់ខ្លួនប៉ុន្តែយើងមិនអាចរកឃើញវាតតែសោះព្រះពិរោធនៅសល់គឺមានរាងកាយចិនហៅ6ដេងលុយជាមេគុណគឺជាអធិរាជនៃពិភពលោកដើរនៃភ្នំ28បង្ហាញឯក 9 Star Official សញ្ញាសំខាន់របស់កុមារអ្វីមានស្ថិរភាពតើនេះអាចទៅរួចដោយរបៀបណាទឹកដីរបស់យើងមានសុវត្ថិភាពទឹកចេញតើអ្នកជានរណានៅលើផែនដីនេះ Asian Cloud Series សកម្មឈ្មោះជាច្រើនគឺអស់សង្ឃឹមជាមួយនឹងចូលដែកនេះអ្នកយាមដៃទាំងអស់បានបង្ខំគាត់ចេញមកតើអ្នកជាអ្នកណាបង្កើនធម្មពលសម្ពាធឈាមចង្វាក់បេះដូងអ្នកពិតជាបានព្យាបាលកូននេះមែនមកទីនេះលឿនបញ្ចូលត្រូវបានយកចេញទីរោគនឹងភ្ញាក់ឡើងឆាប់នេះការដកដង្ហើមថេទីបចោដូចអន្តនូវាពិតជាការបង្កើតដល់ទេវភាពជំងឺខួរក្បាលពេលចាប់បណ្ឌិតខ្លួនឯងបាននិយាយថាគាត់នឹងស្លាប់ខ្ញុំត្រូវឈួតជាមួយសន្តិសុខដែលមានក្លិនស្អុយនោះគាត់បានស្លាប់ពាក់កណ្ដាលទៅហើយនៅតែខ្ជះខ្ជាយពេលវេលានៅទីនេះវាច្បាស់ណាស់សម្រាប់ការយកចិត្តទុកដាក់ព្រោះវ័យក្មេងឆេវបងស្រីរបស់ខ្ញុំនៅតែនៅទីនេះតើសមនឹងអ្នកនិយាយបែបនេះទេបើមិនចេះនិយាយបិទមាត់ក្មេងស្រីតូចនោះបានស្លាប់នៅលើតុប្រតិបត្តិការខ្ញុំចង់មើលថាតើអ្នកចាញ់ជាញ៉ាំបញ្ចប់ដោយរបៀបណាលោកចែងក្នុងសម្លៀកបំពាក់សិផ្អែមចែងចិនយ៉ាងម៉េចដែរបាទកូនផ្អែមក្រោកឡើងមើលអ្វីដែលខ្ញុំលួចកូនស្រីរបស់អ្នកប្រហែលជាមិនអីទេកប់ក្នុងសន្តិភាពគិតអំពីវានៅពេលនោះមុនពេលខ្ញុំស្លាប់ខ្ញុំត្រូវបោះចោលកាកសំណល់នេះខ្ញុំខ្លាចខ្ញុំស្លាប់ដោយការសោកស្ដាយឥឡូវនេះតើអ្នកមិនសន្យាថានឹងជួយសង្គ្រោះកូនស្រីរបស់ខ្ញុំទេហេតុអ្វីបានជាវាខ្លាចជាបែបនេះហេតុអ្វីបានជាអ្នកផ្ដោតសំណងដល់កូនស្រីខ្ញុំអ្នកផ្ដោតសំណងដល់កូនស្រីខ្ញុំកូនស្រីខ្ញុំពិបាកចិត្តហើយហេតុអ្វីបានជាអ្នកនៅតែកុហកគាត់ជាអនុញ្ញាតឲ្យខ្ញុំមើលពីរបៀបដែលអ្នកនឹងពន្យល់រឿងនេះប្រាប់ខ្ញុំពីអ្វីដែលខ្ញុំត្រូវប្រាប់អ្នកចុចលើដុំ